ឆ្លើយតបទៅ comment របស់បងស្រីបាននិយាយថាឪពុកម្ដាយរបស់បងស្រីបាននិយាយថាក្រោយសម័យលង្វែកគឺសៀមបានដោតស្លឹកត្រចៀកខ្មែរនេះគឺជាការពិតណាស់បងក្រោយសម័យលង្វែកពេលដែលសៀមវាយបែកទីក្រុងលង្វែករបស់យើងក្នុងរាជជ័យជេដ្ឋាទី1ហើយពេលនោះប្រទេសខ្មែរយើងទាំងមូលត្រូវបានស្ថិតនៅក្រោមការត្រួតត្រារបស់ជនជាតិសៀមហើយក្រោយមកទៀតស្ដេចខ្មែររបស់យើងបានទៅពឹងបរទេសប៉ែកខាងកើតដើម្បីមកទប់ទល់ជាមួយនឹងឥទ្ធិពលសៀមខណៈពេលហ្នឹងដោយសារតែសៀមវាបានធ្វើបាបប្រជាពលរដ្ឋខ្មែរយើងខ្លាំងសម្បើមណាស់គឺវាកាប់វាសម្លាប់ផ្ដាច់ពូជយើងតែម្ដងបើនរណាព្រមចោះចូលព្រមធ្វើជាជនជាតិវាព្រមធ្វើជាទាសករវាឲ្យរស់នៅក្នុងនាមជាទាសករប៉ុន្តែបើនរណាប្រឆាំងដើម្បីឯករាជ្យជាតិវានឹងសម្លាប់យើងចោលវាអត់មានមេត្តាធម៌អត់មានករណាធម៌ជាមួយយើងទេនេះគឺជាប្រវត្តិសាស្ត្រពិតដែលជនជាតិនោះសម្លាប់យើងយ៉ាងរង្គាលដូច្នេះហើយដើម្បីយើងអាចរស់នៅបានសុខសាន្តសម្បូរសប្បាយគឺយើងត្រូវតែខ្លាំងក្លាយើងត្រូវតែរឹងមាំយើងត្រូវតែរស់នៅដោយខ្លួនឯងយើងត្រូវតែឯករាជ្យអធិបតេយ្យភាពដោយខ្លួនយើងមិនអាចឃើញបរទេសគេមានចិត្តល្អគេសន្តោសប្រណីយើងថាគេជួយយើងគេយកយល់យើងកុំសង្ឃឹមថាគេនឹងផ្ដល់ភាពសន្តោសប្រណីឲ្យយើងគ្រប់ពេលវេលាឲ្យសោះរាល់ការសន្តោសប្រណីរបស់គេវាគ្រាន់តែជានុយគ្រាន់តែជាផ្លែសន្ទូចដើម្បីឲ្យយើងស៊ីនុយរបស់គេតែប៉ុណ្ណោះទេប៉ុន្តែនៅពេលដែលយើងស៊ីនុយគេហើយគេនឹងសម្លាប់យើងគេនឹងធ្វើបាបយើងបន្តិចម្ដងរហូតទាល់តែយើងដាច់ពូជដោយដែលបងស្រីបានលើកឡើងអញ្ចឹងវាគឺជារឿងពិតយើងកុំឃើញចិត្តមេត្តាករុណាមុទិតាឧបេក្ខាការយកយល់សន្តោសប្រណីរបស់គេថាជាអំពើបុណ្យឲ្យសោះវាគ្រាន់តែជាសម្បកបុណ្យដែលគេប្រើជាធ្នាក់ដើម្បីស្ទាក់យកជីវិតយើងតែប៉ុណ្ណោះទេនៅពេលដែលយើងលង់ចូលទៅក្នុងសម្បកបុណ្យនោះហើយខាងក្នុងសម្បកនោះវាពោពេញទៅដោយអំពើបាបគឺគេនឹងធ្វើឲ្យយើងជួបនៅមហន្តរាយយ៉ាងពិតប្រាកដនៅក្នុងប្រវត្តិសាស្ត្របានចារបញ្ជាក់ប្រាប់យើងច្បាស់លាស់ណាស់មានតែយើងរស់ដោយខ្លួនឯងទេកុំពឹងដង្ហើមគេដកកុំផ្ញើជោគវាសនាយើងទៅក្នុងកណ្ដាប់ដៃគេឲ្យសោះព្រោះវាវេទនាណាស់ដូនតាយើងបានស្លាប់ច្រើនមកហើយមិនមែនតិចទេបងប្អូនមានដឹងទេក្នុងសម័យអង្គររាជរបស់ព្រះបាទជីវរ្ម័នទី7គឺយើងមាន10លានអ្នកឯណោះ10លានអ្នកនៅក្នុងសម័យនោះមិនមែនតិចទេណាពិភពលោកនាសម័យកាលនោះមានត្រឹមតែប៉ុន្មានរយទេ100លានអ្នកជាងទេណាហើយយើងមាន10លានអ្នកមកដល់បច្ចុប្បន្ននេះយើងមានត្រឹមតែ10លានអ្នកជាងហ្នឹង18 19លានអ្នកខណៈដែលពិភពលោកឡើងជាង8000ជិត9000លានទៅហើយហ្នឹងនេះមានន័យថាប្រជាពលរដ្ឋខ្មែរយើងគឺបាត់បង់អាយុជីវិតច្រើនសម្បើមណាស់បើតាមដូនតាខ្ញុំគាត់និយាយគាត់ថាខ្មែរយើងគឺនៅសល់ត្រឹមតែមួយម្លប់ពោប៉ុណ្ណោះមួយម្លប់ពោនេះហើយវាបានកើតយើងមករហូតទៅដល់10លានអ្នកជាងក្រោយសម័យខ្មែរក្រហមគឺយើងនៅសល់ត្រឹមតែ8សែនអ្នកជាងទេអត់ដល់1លានទេណាក្នុងឯកសារខ្លះគេបាននិយាយថាសល់ត្រឹមតែ3សែនទេក្នុងឯកសារខ្លះគេថាសល់ត្រឹមតែ5សែនទេក្នុងឯកសារខ្លះគេថាសល់ត្រឹម1លានអ្នកជាងទេគឺវានៅសល់តិចណាស់សល់តិចណាស់មកដល់ពេលបច្ចុប្បន្នយើងបង្កើតបានរហូតទៅដល់18 19លានអ្នកវិញហើយដូច្នេះយើងត្រូវតែរស់ដោយខ្លួនយើងកុំឲ្យយើងស្លាប់យ៉ាងរង្គាលទៀតបើយើងចាញ់គេគឺយើងនឹងស្លាប់រង្គាលហើយក្នុងប្រវត្តិសាស្ត្របានបញ្ជាក់ថារាល់ការដែលយើងចាញ់គេមិនមែនយើងចាញ់គេដោយកម្លាំងទេមិនមែនយើងចាញ់គេដោយកងទ័ពទេអ្វីដែលយើងចាញ់គេនោះគឺមនោគមវិជ្ជាតែមួយប៉ុណ្ណោះដែលធ្វើឲ្យយើងចាញ់គេដែលធ្វើឲ្យយើងស្លាប់នោះនៅពេលដែលយើងចាញ់មនោគមគេហើយអត់ហ៊ានតតាំងជាមួយគេទេដឹងតែថ្វាយបង្គំគេតែប៉ុណ្ណោះដោយសម័យខ្មែរក្រហមអញ្ចឹងនៅពេលដែលចាញ់មនោគមគេហើយកូនក្មេងស្ពាយក៏ភ្លើងមិនរួចផងតេកហើយមនុស្សចាស់4-10នាក់ពេញកម្លាំងអត់ហ៊ានវាយកូនក្មេងនឹងមួយផងកូនក្មេងហ្នឹងដឹកយកទៅបាញ់ចោលអស់លីង
ឃើញណាដោយសារតែយើងចាញ់មនោគមគេដោយសារតែយើងអត់ស្គាល់អំពីតួនាទីនិងសិទ្ធិសេរីភាពរបស់យើងដូច្នេះនៅក្នុងសម័យនេះជាសម័យពិភពលោកកាន់នៅក្នុងរបបប្រជាធិបតេយ្យហើយមិនមែនរបបផ្ដាច់ការទៀតទេហើយពិភពលោកក៏មានច្បាប់ដើម្បីជួយការពារយើងផងដែរដូច្នេះយើងត្រូវតែរស់ដោយខ្លួនឯងអរគុណច្រើនបងស្រីដែលបានសួរមកខ្ញុំនេះគឺជារឿងពិតនៃប្រវត្តិសាស្ត្រហើយកុំភ្លេចជាវសិភៅអរិយប្រទេសរបស់ខ្ញុំផងអរគុណច្រើនជួបជាមួយខ្ញុំបាទរ៉េនសុខានៅវីដេអូក្រោយបន្តទៀត